ចៅស្រីសុនស្រីតីបានជួបលោកតាសម្ដេចតេជោហើយនៅរសៀលថ្ងៃអាទិត្យមួយកើតខែពិសាខឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី27ខែមេសាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យក្រុមគ្រួសាររបស់ចៅស្រីសុនស្រីតីហៅស្រីតូចលក់ផ្កាចូលជួបនិងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅបន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារនិងការសិក្សារបស់ចៅគឺមានជីវភាពលំបាកកំពុងរស់នៅផ្ទះដែលជាផ្ទះបងឲ្យស្នាក់នៅអាស្រ័យបណ្ដោះអាសន្នស្ថិតនៅភូមិថ្មីគិរីរំឃុំចំបក់ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូមួយគ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរដែលប្រាក់ចំណូលនិងសន្សំទាំងប្តីនិងប្រពន្ធគឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះគ្រួសារចៅស្រីតីមានសមាជិក5នាក់រួមមានឪពុកឈ្មោះសេងរិទ្ធអាយុ40ឆ្នាំមុខរបរអ្នកបើកវល្លិដកផ្សិតនិងឈ្នួលប្រក់ដំបូលផ្ទះម្ដាយឈ្មោះទិតមុំអាយុ44ឆ្នាំមុខរបរលក់ផ្កានិងចាប់ហួយបន្តិចបន្តួចលើភ្នំគិរីរំមានកូន3នាក់ក្នុងបន្ទុកមួយឈ្មោះសុនស្រីលក្ខភេទស្រីអាយុ16ឆ្នាំចប់រៀនថ្នាក់ទី7ពីរឈ្មោះសុនដេវីតភេទប្រុសអាយុ10ឆ្នាំរៀនថ្នាក់ទី3នៅសាលាដូងលើភ្នំគិរីរំ3ឈ្មោះសុនស្រីតីភេទស្រីអាយុ4ឆ្នាំចៅស្រីលក់ផ្កាមិនទាន់ចូលរៀនឪពុកម្ដាយចៅស្រីតីបានគ្រប់ជម្រាបជូនសម្ដេចតេជោថាចៅស្រីសុនស្រីតីចេះកូនស្រីឆ្លាតចាប់ពីពេលចេះនិយាយមកគឺនិយាយច្រើនហើយតែងតែទាយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយម្ដាយក្នុងខណៈនៃការគោរពជំរាបសម្ដេចតេជោចៅស្រីតីបានជជែកលេងជាមួយសម្ដេចតេជោជាច្រើនវីដេអូនិងផ្សាយជូននៅលើ TikTokដើម្បីសម្រួលដល់ការរស់នៅរបស់គ្រួសារចៅស្រីតីសម្ដេចតេជោបានផ្ដល់ប្រាក់ដុល្លារចំនួន$10,000និងប្រាក់រៀល30លានរៀលដោយដាក់ចូលគណនីធនាគារឲ្យសម្ដេចតេជោក៏នឹងផ្ដល់1លានរៀលក្នុងមួយខែរយៈពេល3ឆ្នាំព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឲ្យនិងសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរំជួបផ្លូវធំដែលអាចប្រកបរបរលក់ចាប់ហួយនិងអាចធ្វើចំការចិញ្ចឹមសត្វបានពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនទៅរៀនសាលាដោយអាយរ៉ាំសេងទៀងនឹងទទួលរៀបចំកិច្ចការនេះសូមជូនពរក្រុមគ្រួសារចៅស្រីសុនស្រីតីជោគជ័យសំណាងល្អ